គិតត្រឹមថ្ងៃទី14ខែធ្នូឆ្នាំ2025នេះមានពលរដ្ឋខ្មែរសរុបជាង 11,000 គ្រួសារឬស្មើនឹងជិត 40,000 នាក់បានជម្លៀសខ្លួនពីភូមិឋានទៅកាន់ជំរំសុវត្ថិភាពនៅតំបន់ខេត្តជាប់ព្រំដែនរបស់កម្ពុជានេះបើតាមការវាយតម្លៃរបស់ក្រសួងមហាផ្ទៃដោយបានបន្ថែមថាចំនួនពលរដ្ឋភៀសខ្លួនបានកើនឡើងខណៈហេដ្ឋារចនាសម្ព័ន្ធជាច្រើនបន្តរងការបំផ្លិចបំផ្លាញពីសំណាក់យោធាថៃតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី14ធ្នូក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតចាប់ពីម៉ោង 6 ល្ងាចថ្ងៃទី13ធ្នូឆ្នាំ2025រហូតដល់ម៉ោង 7 ព្រឹកថ្ងៃទី14ធ្នូឆ្នាំ2025មានពលរដ្ឋយ៉ាងហោចណាស់ 14,000 គ្រួសារឬស្មើជាង 38,000 នាក់បានភៀសខ្លួនទៅជំរំមានសុវត្ថិភាពក្នុងខេត្តចំនួន 7 របស់កម្ពុជាខេត្តទាំងនោះរួមមានខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កោះកុងនិងខេត្តសៀមរាបក្នុងចំណោមជនភៀសសឹកទាំងជាង 38,000 នាក់នោះមានស្ត្រីនិងកុមារសរុបប្រមាណ 300,000 នាក់បើតាមក្រសួងមហាផ្ទៃមកទល់ពេលនេះមិនមានករណីស្លាប់និងរបួសថ្មីទេប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាជាច្រើនកំពុងរងការខូចខាតជាបន្តបន្ទាប់ដោយសារការវាយប្រហាររបស់យោធាថៃជាក់ស្ដែងកាលពីថ្ងៃទី13ធ្នូម្សិលមិញនេះយោធាថៃបានប្រើយន្តហោះចម្បាំង F-16 របស់អាមេរិកទម្លាក់គ្រាប់ផ្ដាច់ស្ពានជ័យជំនះឬស្ពានមេទឹករបស់កម្ពុជាក្នុងភូមិសាស្ត្រស្រុកវាលវែងខេត្តពោធិ៍សាត់នេះបើតាមក្រសួងការពារជាតិកម្ពុជាជាមួយគ្នានេះយោធាថៃក៏បានពង្រីកវិសាលភាពនៃការវាយប្រហាររបស់ខ្លួនមកលើកម្ពុជាក្នុងភូមិសាស្ត្រខេត្តកោះកុងតាំងពីម៉ោងប្រមាណ 2 អធ្រាត្រថ្ងៃទី13ធ្នូឆ្នាំ2025ម្សិលមិញពលរដ្ឋខ្មែរក្នុងតំបន់កន្លែងកើតហេតុបានមនីនាំគ្នាភៀសខ្លួនទាំងយប់ទៅកាន់ទីសុវត្ថិភាពអភិបាលរងនិងជាអ្នកនាំពាក្យខេត្តកោះកុងលោកឆិតរតនៈបានបញ្ជាក់នៅថ្ងៃទី14ធ្នូនេះថាមានពលរដ្ឋសរុបប្រមាណ 980 គ្រួសារឬស្មើជាង 3,800 នាក់បានភៀសខ្លួនទៅជំរំសុវត្ថិភាពក្រោមការសម្របសម្រួលដោយអាជ្ញាធរមូលដ្ឋានសូមជម្រាបថាការវាយប្រហាររបស់យោធាថៃក្នុងភូមិសាស្ត្រខេត្តជាប់សមុទ្ររបស់កម្ពុជាធ្វើឡើងនៅក្រៅពេលដែលមេដឹកនាំម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមចូលខ្លួនអន្តរាគមន៍ក្នុងចំនួនព្រំដែនកម្ពុជាថៃសារជាថ្មីកាលពីថ្ងៃទី12ធ្នូឆ្នាំ2025តែនាយករដ្ឋមន្ត្រីចាំផ្ទះថៃលោកអនុធានឆាវរៈគុលបានអះអាងក្នុងបណ្ដាញសង្គមរបស់លោកថាថៃនឹងនៅតែប្រើកម្លាំងយោធាល្អឹកណាតែទីក្រុងបាងកកលែងមានអារម្មណ៍ភ័យខ្លាចពីការគំរាមកំហែងរបស់កម្ពុជា